ស្វាគមន៍ប្រិយមិត្តទាំងអស់គ្នាមកកាន់ First New Official ហើយថ្ងៃនេះត្រូវជាថ្ងៃទី11ខែធ្នូឆ្នាំ2025ហើយប្រហែលថ្ងៃមុននេះគឺជាករណីដែលមានការផ្ទុះសង្គ្រាមរវាងភាគីថៃនិងកម្ពុជាហើយក៏មានទាហានខាងថៃស្លាប់ក៏ដូចជាទាហានថៃបានធ្វើការបំផ្លិចបំផ្លាញនៅហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេសកម្ពុជាហើយថ្ងៃនេះខ្ញុំមិនទៅណាឆ្ងាយទេអំពីការអាប់ដេតទៅនឹងគ្រោះអគ្គិភ័យដែលបានកើតឡើងនៅឯប្រទេសថៃគឺឆេះរោងចក្រផ្លាស្ទិកនៅក្នុងខេត្តសមុទ្រសគរដែលជារោងចក្រមួយដែលដាក់នៅកម្ទេចសំរាមនិង PVC បានធ្វើឲ្យមានអណ្ដាតភ្លើងហុយខ្មៅពេញមេឃបាទនេះគឺជាករណីទៀតដែលបានកើតឡើងនៅវេលាទៀបភ្លឺនៅថ្ងៃទី11ខែធ្នូឆ្នាំ2025នេះដែលមានហេតុការណ៍ភ្លើងឆេះយ៉ាងសន្ធោសន្ធៅនៅតំបន់ផ្លូវបាងផ្លាខេត្តសមុទ្រសគរដែលមានរថយន្តបន្លត់អគ្គិភ័យជាង10គ្រឿងបានចេញប្រតិបត្តិការអស់រយៈពេល2ម៉ោងដើម្បីទប់ស្កាត់អគ្គិភ័យនេះបាទនេះគឺជាករណីដែលខ្ញុំអាប់ដេតថ្ងៃនេះផងដែរដែលតាក់ទងទៅនឹងគ្រោះអគ្គិភ័យមួយករណីតាក់ទងនឹងឆេះរោងចក្រទៀតហើយបាទដែលជារោងចក្រផ្លាស្ទិកហើយវាស្ថិតនៅខេត្តសមុទ្រសគរហើយការឆេះហ្នឹងគឺឆេះសម្រាប់ដែលដាក់ស្បែកដូចជា PVC ហ្នឹងកំពុងតិចជ័រណាបានខ្លាចជាផ្សែងខ្មៅហុយពេញមេឃតែម្ដងឥឡូវយើងកំខាត់ពេលយូរចូលទៅដល់ព័ត៌មានលម្អិតនៃហេតុការណ៍ខាងលើនេះផងដែរអញ្ចឹងគ្រោះអគ្គិភ័យគ្រោះទឹកជំនន់បានកើតឡើងទៅលើប្រទេសថៃជារៀងរាល់ថ្ងៃផងដែរបាទនេះជាវិនិស្សកម្មមួយដែរដែលខ្ញុំធ្វើការអាប់ដេតនៅប្រទេសទៀតនេះដែលហេតុការណ៍ខាងលើនេះគឺកើតឡើងនៅវេលាម៉ោងប្រហែលនឹង3កន្លះនាទីទៀបភ្លឺថ្ងៃទី11ខែធ្នូឆ្នាំ2025ត្រូវជាថ្ងៃនេះផងដែរដែលទីតាំងកន្លែងកើតហេតុហ្នឹងគឺស្ថិតនៅក្នុងបរិវេណរោងចក្រផ្លាស្ទិកមួយកន្លែងដែលស្ថិតនៅលើផ្លូវបាងផ្លាខេត្តសមុទ្រសគរនឹងផងដែរហើយអ្វីដែលត្រូវឆេះហ្នឹងគឺភ្លើងបានឆេះគំនរសម្ភារៈផ្លាស្ទិកប្រភេទ PVC និងកំទេចស្បែកដែលគេទុកចោលក្នុងថង់ធំមានន័យថារោងចក្រដែលគេសំណល់ហ្នឹងគេយកថង់ហ្នឹងទៅច្រកអញ្ចឹងបានធ្វើឲ្យមានអគ្គិភ័យកើតឡើងដែលគេបានយកទៅដាក់នៅក្រៅអគាររោងចក្រហ្នឹងផងដែររបាយការណ៍ខ្លះទៀតបានបញ្ជាក់ថាវាជាគំនរសម្ភារៈកៅស៊ូដូចជាស្បែកដូចជាខោកណាត់អញ្ចឹងវាធ្វើឲ្យមានការងាយឆេះផងដែរហើយសភាពនៃការឆេះនោះគឺភ្លើងបានឆេះយ៉ាងសន្ធោសន្ធៅហើយបង្កជាផ្សែងខ្មៅក្រាស់ហុយទ្រលោមពេញផ្ទៃមេឃផងដែរចំពោះករណីដែលកើតឡើងភ្លាមគឺកម្លាំងផលិតអគ្គិភ័យនៅក្នុងតំបន់និងអ្នកផលិតអគ្គិភ័យបានប្រើប្រាស់ទឹកចំនួន10គ្រឿងរួមជាមួយនឹងអាជ្ញាធរស្ម័គ្រចិត្តជាច្រើនអ្នកទៀតដើម្បីចល័តរថយន្តផលិតអគ្គិភ័យទៅកន្លែងកើតហេតុផងដែរពួកគេបានប្រើប្រាស់ទឹកបាញ់ទប់ស្កាត់នៅគិននោះដើម្បីការពាររាលដាលកុំឲ្យឆេះដល់អគារផ្សេងដែលនៅក្បែរនោះផងដែរចំពោះប្រតិបត្តិការនៃការប្រើប្រាស់គឺរយៈពេល2ម៉ោងទើបអាចគ្រប់គ្រងភ្លើងនៅទីនោះបានបើទោះបីជាយ៉ាងណាក៏ដោយការគ្រប់គ្រងភ្លើងបានហើយក៏ដោយក៏នៅតែបាញ់ទឹកនិងស្នើសុំបណ្ដាអាជ្ញាកាយដីដើម្បីកាយសម្ភារៈដែលឆេះបាញ់ទៅវាងាយស្រួលឲ្យរលត់ចឹងណាអញ្ចឹងហេតុការណ៍នោះផងដែរមិនបណ្ដាលឲ្យមានអ្នករបួសឬស្លាប់ឡើយទេវាគឺជាករណីដែលគេអាប់ដេតផ្ដោតអាសន្នតែប៉ុណ្ណោះអញ្ចឹងរងចាំគេអាប់ដេតបន្តទៀតចំពោះការខូចខាតគឺការគេបានសមានថាខូចខាតនៅតែខាងក្រៅអគារតែប៉ុណ្ណោះដែលឆេះសម្ភារៈនឹងខាងក្រៅតែខាងក្នុងគេអត់ទាន់អាប់ដេតនៅឡើយទេហើយចំពោះមូលហេតុនិងតម្លៃខូចខាតសរុបគេក៏មិនទាន់ដឹងនៅឡើយទេហើយរងចាំការពិនិត្យលម្អិតពីអាជ្ញាធរជាមុនសិនបាទនេះគឺជាករណីដែលខ្ញុំធ្វើការអាប់ដេតទាក់ទងទៅនឹងគ្រោះអគ្គិភ័យដែលកើតឡើងនៅឯប្រទេសថៃមួយករណីបាទគឺឆេះរោងចក្របាទអញ្ចឹងនេះគឺជាករណី1 2 3អញ្ចឹងនេះគឺជាព័ត៌មានដែលខ្ញុំអាប់ដេតអំពីករណីគ្រោះអគ្គិភ័យដែលកើតឡើងនៅប្រទេសថៃបាទគឺឆេះរោងចក្របាទប្រហែលថ្ងៃមុនខ្ញុំបានអាប់ដេតទាក់ទងនឹងគ្រោះអគ្គិភ័យដែរដែលឆេះរោងចក្រមួយកន្លែងដែលជារោងចក្រភ្ញាស់ពងមាន់ហើយនឹងរោងចក្រប្រមាណទៀតដែលខ្ញុំអាប់ដេតពីវីដេអូមុនហើយហេតុការណ៍នេះក៏ឆេះរោងចក្រដែរគឺឆេះ
រោងចក្រផ្លាស្ទិកនៅខេត្តសមុទ្រសគរហើយដែលកើតឡើងនៅវេលាទាំងភ្លឺថ្ងៃទី11ខែធ្នូឆ្នាំ2025ថ្ងៃនេះផងដែរអញ្ចឹងបើសិនជាមានព័ត៌មានអីអាប់ដេតបន្ថែមទៀតខ្ញុំនឹងធ្វើការអាប់ដេតជូនអ្នកទាំងអស់គ្នាពីខ្ញុំបាទ First New Official សូមគោរពលាតែប៉ុណ្្នឹងបើសិនជាមានការខុសទោះសូមមេត្តាខន្តីបិទទោសហើយខមមិននឹងក្រុមវីដេអូឲ្យ admin មកនឹងផងអូខេបាទ